2021ចូលមកដល់ឆាប់ហើយគូបោះបង់ចោលនៅចំណុចអវិជ្ជមានទាំងនេះចោលឲ្យអស់នៅពេលដែលឆ្នាំ2025បានកន្លងផុតទៅជាងពាក់កណ្ដាលហើយវាជាពេលវេលាដ៏សមស្របសម្រាប់ការពិនិត្យឡើងវិញលើជីវិតរបស់យើងតែងតែមានទម្លាប់ឬចំណុចវិជ្ជមានមួយចំនួនដែលរារាំងការរីកចម្រើននិងធ្វើឲ្យយើងមិនអាចរស់នៅដោយសុភមង្គលពិតប្រាកដដើម្បីធ្វើឲ្យឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់កាន់តែប្រសើរយើងគួរតែបោះបង់ចោលចំណុចវិជ្ជមានទាំងនេះឲ្យអស់អត្ថបទនេះនឹងពិភាក្សាលម្អិតអំពីចំណុចសំខាន់ដែលយើងគួរលះបង់ដើម្បីបង្កើតជីវិតថ្មីដែលពោរពេញដោយភាពវិជ្ជមាន 1. ឈប់ធ្វើខ្លួនផ្ដេសផ្ដាសការធ្វើខ្លួនផ្ដេសផ្ដាសឬមិនប្រុងប្រយ័ត្នក្នុងការរស់នៅប្រចាំថ្ងៃគឺជាចំណុចវិជ្ជមានដែលធ្វើឲ្យយើងខាតបង់ពេលវេលានិងឱកាសជាច្រើននៅពេលដែលយើងធ្វើខ្លួនដូចក្មេងតូចដែលមិនដឹងក្តីវានឹងធ្វើឲ្យយើងមិនអាចរីកចម្រើននិងបង្កគ្រោះថ្នាក់ដល់ខ្លួនឯងឧទាហរណ៍ការចំណាយលុយដោយមិនគិតឬការសម្រេចចិត្តដោយគ្មានការពិចារណាអាចនាំឲ្យមានបញ្ហាហិរញ្ញវត្ថុឬទំនាក់ទំនងដូច្នេះនៅឆ្នាំ2026ខាងមុខនេះយើងគួរតែរៀបចំខ្លួនឲ្យសមជាមនុស្សធំគិតឲ្យបានច្រើននិងធ្វើផែនការច្បាស់លាស់សម្រាប់អនាគតការបោះបង់ចំណុចនេះនឹងធ្វើឲ្យជីវិតយើងកាន់តែមានសណ្ដាប់ធ្នាប់និងជោគជ័យ 2. ឈប់ខ្វល់ពីមនុស្សដែលមិនឲ្យតម្លៃយើងមនុស្សមួយចំនួននៅជុំវិញយើងអាចមិនឲ្យតម្លៃឬមើលងាយយើងប៉ុន្តែការយកចិត្តទុកដាក់ខ្លាំងពេកលើពួកគេនឹងធ្វើឲ្យយើងបាត់បង់តម្លៃខ្លួនឯងវាគឺជាការខ្ជះខ្ជាយពេលវេលានិងថាមពលដែលគួរតែប្រើសម្រាប់ការរីកចម្រើនផ្ទាល់ខ្លួនឧទាហរណ៍បើមានមិត្តភក្តិឬមនុស្សជិតស្និទ្ធដែលតែងតែរិះគន់ដោយគ្មានហេតុផលយើងគួរតែរៀនមិនខ្វល់និងផ្ដោតលើអ្នកដែលពិតជាគាំទ្រយើងការបោះបង់ចំណុចនេះនឹងធ្វើឲ្យយើងមានសេរីភាពផ្លូវចិត្តនិងអាចស្វែងរកទំនាក់ទំនងដែលមានតម្លៃពិតប្រាកដនៅឆ្នាំ2026ចូលយើងជ្រើសរើសមនុស្សដែលធ្វើឲ្យជីវិតយើងប្រសើរមិនមែនធ្វើឲ្យវាកាន់តែអាក្រក់ 3. ឈប់តាមខែអ្នកណាជ្រុលហួសហេតុការយកចិត្តទុកដាក់ខ្លាំងពេកលើនរណាម្នាក់សូម្បីតែគូសង្សារឬមនុស្សជាទីស្រឡាញ់អាចនាំឲ្យមានផលវិបាកវានឹងធ្វើឲ្យគេមានអារម្មណ៍ធុញទ្រាន់និងធ្វើឲ្យយើងលែងមានពេលវេលាសម្រាប់ខ្លួនឯងឧទាហរណ៍ការតាមដានគេគ្រប់ពេលវេលាឬការលះបង់អ្វីទាំងអស់សម្រាប់គេអាចបំផ្លាញទំនាក់ទំនងនិងធ្វើឲ្យយើងបាត់បង់ឯករាជ្យភាពដូច្នេះយើងគួរតែរៀនរក្សាដោយភាពដោយយកចិត្តទុកដាក់គ្រប់គ្រាន់ប៉ុន្តែមិនជ្រុលហួសហេតុការបោះបង់ចំណុចនេះនឹងធ្វើឲ្យទំនាក់ទំនងយើងកាន់តែរឹងមាំនិងជីវិតកាន់តែសប្បាយរីករាយ 4. ឈប់ខ្ជិលច្រអូសភាពខ្ជិលច្រអូសគឺជាស្ត្រូវដ៏ធំបំផុតនៃការជោគជ័យវានឹងធ្វើឲ្យយើងមិនអាចសម្រេចកិច្ចការនិងអាចនាំឲ្យមានជំងឺបាក់ទឹកចិត្តឧទាហរណ៍ការពន្យាការងារឬការមិនខិតខំរៀនសូត្រនឹងធ្វើឲ្យយើងនៅក្រោយគេនៅឆ្នាំ2026ខាងមុខនេះយើងគួរតែធ្វើការឲ្យបានឧស្សាហ៍ព្យាយាមដើម្បីទទួលបានលទ្ធផលល្អនិងការគាំទ្រពីអ្នកជុំវិញការបោះបង់ភាពខ្ជិលនេះនឹងបើកទ្វារឱកាសថ្មីនិងធ្វើឲ្យយើងក្លាយជាមនុស្សដែលគេគោរព 5. ឈប់ស្រឡាញ់អ្នកណាជាងខ្លួនឯងការស្រឡាញ់អ្នកដទៃខ្លាំងជាងខ្លួនឯងគឺជាកំហុសដ៏ធំព្រោះវានឹងធ្វើឲ្យយើងបាត់បង់ភាពម្ចាស់ការលើជីវិតខ្លួនឯងយើងអាចលែងចង់ធ្វើអ្វីបើគ្មានគេនិងបាត់បង់សុភមង្គលផ្ទាល់ខ្លួនឧទាហរណ៍នៅក្នុងទំនាក់ទំនងស្នេហាការលះបង់ទាំងស្រុងដោយមិនគិតដល់ខ្លួនឯងអាចនាំឲ្យឈឺចាប់នៅពេលបែកបាក់ដូច្នេះយើងគួរតែស្រឡាញ់ខ្លួនឯងជាមុនសិនដើម្បីមានកម្លាំងចិត្តរឹងមាំការបោះបង់ចំណុចនេះនឹងធ្វើឲ្យយើងកាន់តែឯករាជ្យនិងរីករាយជាមួយជីវិត 6. ឈប់ដើរលេងប៉ឡែការដើរលេងប៉ឡែឬការចំណាយពេលវេលាដោយគ្មានគោលដៅច្បាស់លាស់គឺជាចំណុចវិជ្ជមានដែលធ្វើឲ្យយើងខ្ជះខ្ជាយអនាគតវានឹងធ្វើឲ្យយើងមិនអាចសម្រេចគោលដៅនិងបាត់បង់ឱកាសល្អឧទាហរណ៍ការចេញដើរលេងញឹកញាប់ដោយមិនគិតដល់ការងារឬការសិក្សាអាចនាំឲ្យមានបញ្ហាហិរញ្ញវត្ថុឬការរីកចម្រើនផ្ទាល់ខ្លួននៅឆ្នាំ2026យើងគួរតែរៀបចំពេលវេលាឲ្យមានប្រយោជន៍ដូចជាការរៀនសូត្រឬការវិនិយោគលើខ្លួនឯងការបោះបង់ចំណុចនេះនឹងធ្វើឲ្យជីវិតយើងមានគោលដៅនិងពោរពេញដោយសមិទ្ធផល